មនុស្សយើងវាមិនអាចថិតថេរទៀងទាត់អីទេតែនរណាខ្លាំងនរណាប្រកែអីក៏វាមិនហួសស្លាប់ទេនឹងឯងទោះជាមានអំនួតអួតអាងធំប៉ុណ្ណាក៏វាមិនដែលធំជាងមួយឈូសដែរណានឹងឯងនៅតែដល់ទីបំផុតគឺមរណភាពហើយក៏គេទុកដាក់សាកសពក្នុងមួយឈូសហ្នឹងអានឹងគឺវារមែងមានអញ្ចឹងប៉ុន្តែបើយើងរវល់តែរងចាំឲ្យគេស្លាប់បានយើងសោករងចាំឲ្យគេវិនាសអីអញ្ចឹងរងចាំតតែយើងស្លាប់មុនគេទៅក៏បានដែរហ្នឹងហើយគេមិនតាន់ស្លាប់ផងមួម៉ៅក្តៅក្រហាយស្លាប់ខ្លួនឯងមុនបាត់ជួនកាលជំងឺរោគាជួនកាលក៏គ្រោះថ្នាក់ហើយមើលមិនតាន់បានឃើញគេវិនាសផងស្លាប់ខ្លួនឯងចឹងទៅអាហ្នឹងវាជារឿងដែលជាការត្រូវថ្នាំពឹសគឺណាត្រូវថ្នាំពឹសប្រកាច់ប្រកិនបែកពពុះមាត់តែខ្លួនឯងហ្នឹងណាបើប្រៀបជាថ្នាំពឹសសម្រាប់រូបកាយតែនេះរឿងផ្លូវចិត្តណាផ្ទះមិនតេងចឹងទៅគឺដូចជារូបកាយត្រូវថ្នាំពឹសអញ្ចឹងដូច្នេះណាដើម្បីជាការដែលឈ្នះកិលេសជាគុណធម៌ដ៏ប្រសើរជាសេចក្តីសុខក្នុងបច្ចុប្បន្នហើយស្រេចដោយមិនចាំបាច់រងចាំមិនចាំបាច់រងចាំគឺកោតហាំងខៈថ្វាសុខੰសេតិគឺណាពុទ្ធដីកាទៀតសម្រាប់សេចក្តីក្រោតបានរមែងនៅជាសុខហើយស្រេចនៅជាសុខភ្លាមនឹងតែហ្មងអត់ចាំបាច់តលតែគេស្លាប់អីណាហើយបើយើងគិតថាគេស្លាប់គេវិនាសគេរំដោលរធានទៅបានយើងអឥតប្រយោជន៍ព្រោះស្លាប់តែគេខ្លួនឯងចាញ់កិលេសនៅតែគ្របសង្កត់ហើយវាមិនមែនអ្នករតីដែលស្លាប់ទៅវិនាសទៅសំតាមបំណងយើងនឹងយើងរួចផុតចាកទុកឯណាយើងវាអស់រឿងឯណាវាអាចថាវាអាចជួបអញ្ចឹងវាអាចអ្នកដតីនឹងឯងចាលចាញ់អីទៅដោយកម្លាំងរបស់យើងមែនប៉ុន្តែវានៅរឿងឲ្យយើងកើតទុកចំមកលើរឿងឪពុករឿងម្ដាយរឿងភរិយាស្វាមីរឿងកូនវាចេះអស់រឿងហ្នឹងឯងយើងដោះស្រាយរបៀបរឿងអញ្ចឹងដោះមួយរឿងនៅ10រឿងប៉ុន្តែបើយើងមកដោះតាមផ្លូវចិត្តតែមួយរឿងគឺដោះរឿងទាំងអស់ក្នុងជីវិតអារឿងដែលត្រូវកើតទុកមួម៉ៅក្តៅក្រហាយទៅរោគណាគ្រប់រឿងទាំងអស់គ្រប់ពេលវេលាទាំងអស់គឺត្រូវដោះស្រាយរួមគ្នាដោយកោតហាំងខៈថ្វាសុខੰសេតិ